មានកត្តាពីរយ៉ាងទៀតដែលធ្វើឲ្យធម្មវិចារដែលប្រើប្រាស់ក្នុងប្រតិបត្តិការតាមចាប់លោកអូសាម៉ាប៊ីនឡាដិននេះមានលក្ខណៈពិសេសដែលលក្ខណៈទី1គឺការធ្វើឲ្យធម្មវិចារនោះមានសំឡេងស្ងាត់ជាងមុនហើយនិងលក្ខណៈទី2គឺការធ្វើឲ្យធម្មវិចារអាចគេចផុតពីមីស៊ីលពីដីទៅលើអាកាសដែលជាប្រភេទមីស៊ីលចាប់កម្ដៅជាដំបូងយើងត្រូវដឹងថាធម្មវិចារសំឡេងគឺភាគច្រើនចេញមកពីណាសំឡេងធម្មវិចារការពិតទៅមិនមែនចេញមកពីម៉ាស៊ីនទេនៅពេលដែលសំឡេងដែលយើងឮនោះម៉ាស៊ីនគឺគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណឹងឯងសំឡេងដែលធ្វើឲ្យយើងឮគឺជាសំឡេងដែលចេញមកពីប្រព័ន្ធ router របស់ធម្មវិចារចំនួនស្លាបដង្ហើមរបស់យន្តហោះគឺជាចំណុចមួយដ៏សំខាន់នៅក្នុងការធ្វើឲ្យធម្មវិចារមានសំឡេងខ្លាំងឬក៏ខ្សោយឧទាហរណ៍ដូចជាបើសិនជាយើងប្រៀបធៀបប្រភេទយន្តហោះ Robinson R44 និងយន្តហោះ Airbus H145 អ្នកនរគ្នាមើលគឺម៉ាស៊ីនរបស់យន្តហោះR44 ជាម៉ាស៊ីន piston ប៉ុណ្ណឹងឯងហើយចំណែកឯម៉ាស៊ីនយន្តហោះ H145 គឺជាម៉ាស៊ីន turbine ប៉ុន្តែការពិតទៅសំឡេងរបស់ធម្មវិចារប្រភេទ R44 ដែលតូចជាងប៉ុន្តែការពិតមានសំឡេងលឺជាងធម្មវិចារធំដូចជា H145 កត្តានេះគឺដោយសារតែការ design ប្រព័ន្ធដង្ហើមហើយចំណុចមួយដែល design ប្រព័ន្ធដង្ហើមឲ្យមានសភាពស្ងាត់ជាងនោះគឺការបន្ថែមនៅចំនួនដង្ហើមរបស់ធម្មវិចារដោយតែយើងបានឃើញគឺធម្មវិចារ H145 មានការ design ដង្ហើមយ៉ាងទំនើបហើយចំនួនដង្ហើមរបស់នោះគឺមានចាប់ពី4រហូតដល់5ទៅតាមប្រភេទរបស់ធម្មវិចារហើយក្នុងនឹងទៀតបើសិនជាយើងទៅមើលប្រភេទ H145D2 ហើយនិងប្រភេទ H145D3 H145D3 គឺស្ងាត់ជាង H145D2 ទៅទៀតដែលដោយសារតែ H145D3 គឺមានប្រព័ន្ធ rotor system design រហូតទៅដល់ដង្ហើមមានរហូតទៅដល់ចំនួន5អញ្ចឹងបច្ចេកទេសមួយនេះគឺត្រូវបានគេសង្ស័យថាត្រូវបានប្រើប្រាស់ចំពោះធម្មវិចារដែលបានប្រើប្រាស់ក្នុងប្រតិបត្តិការនោះកត្តាមួយទៀតគឺកត្តាដែលធ្វើឲ្យធម្មវិចារអាចគេចផុតអំពីមីស៊ីលដែលបាញ់ពីលើដីទៅលើអាកាសជាពិសេសពពួកមីស៊ីលដែលលីទៅនឹងស្មាហើយបាញ់ដោយប្រើប្រាស់នៅប្រព័ន្ធចាប់កម្ដៅរបស់យន្តហោះឬក៏ធម្មវិចារជាទូទៅកម្ដៅដែលចេញពីធម្មវិចារគឺចេញពីបំពង់សេម៉ាំងនៅខាងក្រោយឬក៏ជាភាសាអង់គ្លេសដែលយើងហៅថា exhaust អញ្ចឹងដើម្បីឲ្យយើងលាក់នៅកម្ដៅទៅនឹងបានគឺយើងត្រូវលាក់នៅ exhaust របស់ធម្មវិចារនេះដែរការ design បែបនេះគឺកម្រឃើញមានមែនទែនចំពោះធម្មវិចារផ្សេងប៉ុន្តែមានឧទ្ធម្ភាគមួយប្រភេទដែលគេហៅថា RAD 66ឬក៏ RAH 66 Komachi របស់សហរដ្ឋអាមេរិកដែលជាប្រភេទ experimental prototype ឬក៏ធម្មវិចារដែលបានហោះហើរតេស្តសាកល្បងចំនួន2គ្រឿងហើយបច្ចេកទេសដែលធម្មវិចារនោះប្រើដើម្បីលាក់នៅកម្ដៅទាំងនោះគឺ inlet មិនត្រូវបានដាក់ចេញចំហបែបនេះទេចំនួនមកវិញគឺ inlet គឺត្រូវបានគេភ្ជាប់ទៅនឹងកន្ទុយរបស់ធម្មវិចារហើយត្រូវបានមិចឬក៏ត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងខ្យល់ដែលចេញពីប្រព័ន្ធ rotor system របស់ធម្មវិចារដើម្បីធ្វើឲ្យចំហាយកម្ដៅដែលចេញពី exhaust របស់ធម្មវិចារនោះមានភាពត្រជាក់តែកត្តានេះគឺអាចជួយកាត់បន្ថយនៅការ lock របស់ប្រព័ន្ធមីស៊ីលជាពិសេសដូចដែលខ្ញុំបានលើកឡើងគឺប្រភេទមីស៊ីលដែលលីនឹងស្មាហើយវាអាចលាក់នៅ sensor របស់មីស៊ីលទាំងនោះកុំឲ្យចាប់នៅកម្ដៅដែលចេញពីធម្មវិចារដើម្បីបាញ់ទម្លាក់ធម្មវិចារនោះបាន